ជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នានេះជារបៀបជំនួយសិស្សឲ្យចូលក្នុងគណនីសម្រាប់ការជំនួយនេះគណនីសិស្សអាចចូលប្រើបានទូរស័ព្ទរបស់អ្នកណាក៏បានដែរគឺស្ថិតនៅលើការគ្រប់គ្រងរបស់គ្រូបង្រៀនចឹងខ្ញុំនឹងបង្ហាញពីការជំនួយនេះនៅខាងស្ដាំនេះជាទូរស័ព្ទដែលត្រូវចូលគណនីរបស់សិស្សនៅខាងឆ្វេងជាគណនីរបស់គ្រូបង្រៀននៅពេលយើងបើកមកដល់កន្លែងវាយចូលគណនីនិងស្កេន QR code សូមលោកគ្រូអ្នកគ្រូចុចពាក្យនៅខាងក្រោមការចូលដោយជំនួយពីគ្រូបន្ទាប់មកវានឹងលោតរូប QR code ដើម្បីឲ្យស្កេនចំណែកឯខាងគណនីគ្រូបង្រៀនលោកគ្រូអ្នកគ្រូសូមចុចពាក្យបញ្ជីសិស្សបន្ទាប់មករកឈ្មោះសិស្សដែលត្រូវចូលគណនីបន្ទាប់ពីរកឃើញហើយលោកគ្រូអ្នកគ្រូនឹងឃើញរូបស្កេន QR code តូចមួយនៅពីក្រោយឈ្មោះសិស្សសូមលោកគ្រូអ្នកគ្រូចុចដើម្បីស្កេន QR code នៅលើទូរស័ព្ទរបស់សិស្សបែបនេះសិស្សអាចចូលក្នុងគណនីរបស់គាត់បានហើយសូមអរគុណលោកគ្រូអ្នកគ្រូដែលបានទស្សនាវីដេអូ